ការពេញក៏សង្ក្រានណាថតច្រើនណាឡើងពេញទូរស័ព្ទប៉ុន្តែដែលបានកាត់ចេញជាវីដេអូទេអញ្ចឹងវីដេអូនេះក៏ខ្ញុំមកកាត់ footage ចាស់ៗហ្នឹងដាក់ចូលគ្នាទៅព្រោះអីដែលលេងការហ្នឹងសប្បាយសាហាវហើយសំខាន់គឺមានអីឲ្យយើងមើលច្រើនហ្មងតែគាត់ចង់ប្រាប់ដល់គ្នាថាការវិញខ្ញុំទៅសៀវហ្នឹងគឺខ្ញុំបានមកសុំសាច់ការតិចទៅសុំប្រម៉ូទតិចគឺអ្នកគ្នាកក់ស្បត់ឡានអាចកក់តាម app Red Bus បាននិយាយទៅងាយស្រួលកក់តម្លៃថោកសមរម្យមានប្រម៉ូទកូដច្រើនសំខាន់មានទីតាំងច្បាស់លាស់ហ្មងហើយការខ្ញុំទៅដល់លេងមួយថ្ងៃហ្នឹងក៏ខ្ញុំកក់តាម app Red Bus ដែរអញ្ចឹងដល់លេងហ្នឹងសប្បាយ smooth ស្បត់ឡានក៏យើងស្រួលទិញទៀតអត់ពិបាកទៅដើមគ្នាទិញទេអញ្ចឹងចូលមកសាច់ការដើរលេងក៏សង្ក្រានយើងវិញនិយាយទៅ event នឹងក៏សង្ក្រានហ្នឹងមានច្រើនសាហាវជាពិសេសនេះអាកន្លែងគេហែក្បួនទេវតាអីហ្នឹងគឺមើលទៅជក់សាហាវហើយសំខាន់ហ្នឹងគឺគាត់មានទស្សនីយភាពប្លែកៗដាក់បង្ហាញហ្មងសំខាន់មានរបាំមាន costume មានអីនិយាយទៅច្រើនសាហាវហ្មងណាហើយខ្ញុំនៅតំបន់អង្គរហ្នឹងណាតាំងពីថ្ងៃរហូតដល់ល្ងាចហ្មងពេលល្ងាចអញ្ចឹងជិះទៅលេងប្រាសាទអីផ្សេងតិចតួចទៅហើយហ្នឹងហើយពេលយប់ហ្នឹងក៏ខ្ញុំមកតំបន់ហ្នឹងវិញដែរនិយាយទៅស្អាតសាហាវទាំងប្រាសាទទាំងបរិយាកាសទាំងអីចឹងណាសំខាន់នេះពេលយប់ពេលដែលគេបើកភ្លើងណាទស្សនីយភាពមកបែបផ្សេងទៀតហ្មងនិយាយទៅឃើញវីដេអូហ្នឹងហើយគឺនឹកហ្មងសង្ឃឹមថាឆ្នាំក្រោយបានសប្បាយចឹងទៀតហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងទេអ្នកគ្នាចង់កក់សបត់ឡានស្រួល complete app Red Bus Cambodia bye bye